សួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងបន្តមកដល់លំហាត់ទី2របស់យើងបន្តទៅទៀតនៅទំព័រទី126ក្នុងការបោះឆ្នោតបេក្ខជន A B និង C ទទួលបានសម្លេងដោយបង្ហាញក្នុងក្រាបផ្លិតចា៎ដែលមាន C A និង B ហើយយើងសង្កេតមើលថាការបោះឆ្នោត A ទទួលបាន60ដឺក្រេ B 120ដឺក្រេហើយនិង C ចា៎សំណួរសួរថាតើ A រួមជាមួយនឹង B ទទួលបានសម្លេងស្មើនឹង C ដែរឬទេអញ្ចឹងកូនសង្កេតមើលមួយផ្លែតទៅទោះបីជា A និង B មិនអាចចែកជា2ប៉ុន្តែបើសង្កេតទៅមើល rapporteur គេថាកន្លះ rapporteur ណាណាចាកន្លះ rapporteur អញ្ចឹងរង្វង់គឺ2 rapporteur 2ចូលគ្នាបង្កើតបានជារង្វង់អញ្ចឹងគ្រាន់តែសម្លេង A និង B ចូលគ្នា2កូនសង្កេតមើលមកកណាត់រង្វង់អញ្ចឹងស្មើជាមួយនឹង C អត់កូនចាអញ្ចឹងស្មើគ្នាអញ្ចឹងយើងដាក់ថា A រួមជាមួយ B ទទួលបានសំឡេងស្មើនឹង C ចាអញ្ចឹងកូនទៅចូលដល់ខបើអ្នកបោះឆ្នោតសរុបមានចំនួន240នាក់តើ A ទទួលបានសម្លេងប៉ុន្មានចាអញ្ចឹងគេចង់ដឹងថាសម្លេង A នេះបើយើងគិតជាដឺក្រេស្មើនឹង60ដឺក្រេចុះបើករណីអ្នកបោះឆ្នោតសរុបមាន240នាក់បើគិតជាសម្លេងនេះស្មើនឹងប៉ុន្មានចាអញ្ចឹងយើងរកសម្លេង A ទទួលបានចាអញ្ចឹងកូនគិតមើលបើសិនជាបំណត់ស្រាយ60ដឺក្រេមានន័យថា60នៅលើរង្វង់ដែលគេគិតជាដឺក្រេ360ដឺក្រេនៃសម្លេងឆ្នោតសរុបនៃសម្លេងឆ្នោតសរុបរបស់យើងមានចំនួន240នាក់អញ្ចឹងគេយកគុណនឹង240នាក់ចាតោះកណនីទាំងអស់គ្នាមើលអញ្ចឹងកូនអាចរួមដើម្បីងាយស្រួលមកយកសូមរួមមួយនេះអញ្ចឹងនៅសល់240គុណនឹង5 6 6 0 0 6 4 ដង24សេរី4ប្រើទុក2 6 2ដង12 12បូកនឹង2 14ចា14បន្ទាប់មកកូនយក1440យកទៅចែកជាមួយនឹង36ចាអញ្ចឹងកាត់យក3ខ្ទង់ដាក់បាន4 4 6ដង24សេរី4ប្រើទុក2 4 3ដង12 12បូកនឹង2 10 14 0 ទម្លាក់ចុះខាងនេះបាន0អញ្ចឹងមានន័យថាក្នុង60ដឺក្រេហ្នឹងបើករណីមានអ្នកបោះឆ្នោតសរុប240នាក់គឺទទួលបានចំនួន40សំឡេងចាចឹងអរគុណដាក់ណារោគសម្លេងឆ្នោតរោគសម្លេង A ទទួលបានហ្នឹងកូនអាចឆ្លើយភ្ជាប់ពីខាងនេះក៏បានឬកូនឆ្លើយខាងក្រោមទៀតក៏បានឬក៏អាចកូនឆ្លើយថាសម្លេងចាបន្តពីក្រោមនេះក៏បានដែរកូនណាសម្លេង A ទទួលបានគឺ40សំឡេងចាចឹងសូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានលំហាត់ជាបន្តបន្ទាប់